អូនព័ត៌មានមួយនេះល្អខ្លាំងមែនទែនកុំភ្លេចជួយ share ទាំងអស់គ្នាណាចានេះលោកសាស្ត្រាចារ្យដ៏ល្បីម្នាក់របស់ប្រទេសចៅសៀមនេះចាគាត់បានចេញមកបង្ហាញការពិតឲ្យប្រជាជនចៅសៀមនឹងបានភ្លឺភ្នែកចានៅក្នុងបទសម្ភាសន៍នេះគាត់បានលើកឡើង4ចំណុចទី1គាត់និយាយថាថៃបិទច្រកឯកតោភាគីខ្លួនឯងដើម្បីដាក់សម្ពាធទៅកម្ពុជាតែទីបំផុតសេដ្ឋកិច្ចរបស់ខ្លួនឯងកំពុងតែវិនិច្ឆ័យអន្តរាយធ្វើឲ្យអ្នកមានចំនួនតូចធំកំពុងតែរងផលប៉ះពាល់ខ្លាំងមែនទែនជាពិសេសគឺអ្នកមានចំនួនតូចតែម្ដងរយៈពេល1ឆ្នាំហើយដែលពួកគេរកអីហូបមិនបានអញ្ចឹងបងប្អូនហ្នឹងហើយទី2គាត់និយាយតាក់ទងទៅរឿងថៃប្រើកម្លាំងទាហានដើម្បីគៀបសង្កត់ចង់ឲ្យកម្ពុជាលិតជង្គង់សុំអង្វរខ្លួនទាំងដែលកម្ពុជាមិនធ្វើតតែសោះព្យាយាមបង្កញុះញង់គ្រប់បែបគ្រប់យ៉ាងហើយគិតថាខ្លួនឯងហ្នឹងមានសមត្ថភាពទាហានអាវុធអីហ្នឹងលើសកម្ពុជាក៏ប៉ុន្តែมันអាចទៅរួចទេពីព្រោះកម្ពុជាមានយុទ្ធសាស្ត្រប្លែករហូតហើយចុងក្រោយកម្ពុជាហ្នឹងគឺបានធ្វើឲ្យពិភពលោកឃើញពីសន្តានរបស់ថៃពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបងប្អូនចាហើយថៃមានគម្រោងចង់ទៅកំទេចទីក្រុងរបស់គេធ្វើនេះគឺខុសទាំងស្រុងតែម្ដងហើយគាត់បានបញ្ជាក់ថាសុំទោសបើគាត់និយាយរឿងទាំងអស់នេះខុសចង់យកគាត់ទៅណាក៏យកទៅតែនេះគឺជាអ្វីដែលគាត់យល់ឃើញគឺมันអាចទៅរួចទេទី3គាត់និយាយតាក់ទងនឹងរឿងចិនគាត់ថាឃើញសារព័ត៌មានថៃប្រឹងផ្សព្វផ្សាយថាចិនបោះបង់កម្ពុជាតែទីបំផុតចិនបានលក់រថក្រោះក៏ដូចជាអាវុធផ្សេងមកឲ្យកម្ពុជាជាហូរហែនេះឬដែលនិយាយថាចិនបោះបង់កម្ពុជានោះចុងក្រោយគេគឺតាក់ទងទៅនឹងរឿងការចរចាទ្វេភាគីចាបងប្អូនគាត់បាននិយាយថាថៃព្យាយាមលុប MOU 44ចោលហើយពេលនេះក៏ព្យាយាមផ្ដោតសំខាន់ទៅលើការលុបចោល MOU 43ទៅទៀតតែទីបំផុតកម្ពុជាបានទាញយករឿងទាំងអស់នេះទៅប្តឹងនៅតុលាការអន្តរជាតិឥឡូវមិនហើយអ្វីទាំងអស់គឺកម្ពុជាដឹងក្បួនតាំងពីដើមរហូតមកហើយគាត់បានបញ្ជាក់ចុងក្រោយថាឥឡូវនេះខាងកម្ពុជាគេបានផ្ញើលិខិតហៅថៃហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតទៅ ICJ តែថៃតែងតែបដិសេធមិនចូលខ្លួនដោះស្រាយយកលេសនេះយកលេសនោះមិនចេះចប់សំទោសណាបើសិនជាខ្ញុំនិយាយទៅខុសត្រង់ណានោះតែនេះគឺជាការពិតយើងអាចយកទៅពិចារណាទាំងអស់គ្នាបានយើបងប្អូនសង្កឲ្យបិដៃមានតាបងប្អូន